ពេលបានតែពាំងស្រស់បងប្អូនចូលចិត្តយកទៅធ្វើអីគេសម្រាប់នាងខ្ញុំគឺយកទៅធ្វើជ្រក់ដោយសារតែនាងខ្ញុំគឺចូលចិត្តស្ងោរជ្រក់តាពាំងជាមួយនឹងសាច់មាន់ហានេះគឺតាពាំងនៅស្រុកនេះគឺមានតែតាពាំងចឹងឯងអត់មានតាពាំងដូចយើងនៅស្រុកខ្មែរទេហើយបើថាឲ្យឆ្ងាញ់វាមិនឆ្ងាញ់ដល់តាពាំងយើងស្រុកខ្មែរទេប៉ុន្តែវាគ្រាន់បើចឹងអត់ដែរវាញ៉ាំបានដែរប៉ុន្តែគ្រាន់ថាវាអត់សូវរសជាតិខ្លាំងចឹងណាហានេះគឺខ្ញុំយកមកធ្វើជ្រក់ហ្នឹងគឺខ្ញុំលាងហើយយើងធ្វើចិត្តវាស្ដើងបន្ទាប់មកគឺខ្ញុំយកទៅស្រុះទឹកក្តៅហើយខ្ញុំយកមកលាងជាមួយនឹងទឹកត្រជាក់ដើម្បីកុំឲ្យវាច្របបន្ទាប់មកទៀតគឺយើងដាក់ទឹកក្តៅហ្នឹងយើងដាំទឹកក្តៅហើយយើងលាយជាមួយនឹងអំបិលអញ្ចឹងនៅពេលដែលបងប្អូនធ្វើជ្រក់តាពាំងនេះបើសិនជាបងប្អូនដាក់ជាមួយនឹងទឹកខ្មេះតែបន្តិចអញ្ចឹងទៅល្អលើកនេះដោយសារខ្ញុំអត់បានដាក់បងប្អូនអញ្ចឹងអត់សូវល្អទេទៅពេលដែលកើតជ្រក់បើសិនជាបងប្អូនដាក់ទឹកខ្មេះគឺវាអត់សូវមានអាមេឡើងពណ៌សហ្នឹងរីអំបិលបងប្អូនយករឿងប្រៃធ្ងន់បន្តិចដោយសារតែស្នាមគឺធ្វើឲ្យខូចតាពាំង